ចិត្តមិនដាច់ដោយរាល់ថ្ងៃនឹងអញ្ចឹងណា9 ខែទៅហើយចេះតែជួបពុទ្ធបរិស័ទទៅនេះផងទៅនោះផងព្រោះតែនឹកឃើញដល់ថាដីខ្មែរយើងនេះសម្រាប់សកលលោកវាតូចមិនធំទេ100,000 ម៉ែត្រការ៉េជាងនេះមិនធំទេសម្រាប់ពិភពលោកតែបើសួរថាសម្រាប់ប្រជាជនខ្មែរយើងខ្ញុំកណាថាធំហើយព្រោះត្រឹមតែ10 លានអ្នកជាងទេដីខ្មែរនៅទនេច្រើនណាស់នៅទនេច្រើនណាស់ប៉ុន្តែទន្ទឹមនឹងនោះសោតប្រជាជនឬក៏មនុស្សដែលកំពុងតែរស់នៅលើផែនដីប៉ុណ្ណឹងអ្នកខ្លះមិនទាំងចង់រស់ទៅទៀតផងខ្លះទៅឈឺពេកទៅបន់ឲ្យតែស្លាប់ចង់តែចងកអីចឹងទៅចង់តែលេបថ្នាំអីចឹងទៅចង់តែហក់ទឹកចឹងទៅខ្លះទៅពិបាកចិត្តខូចចិត្តក៏ចង់តែស្លាប់ខ្លះទៅជំពាក់គេច្រើនពេកក៏ចង់តែស្លាប់ខ្លះទៅជួបនៅរឿងនេះជួបនៅរឿងនោះច្រើនពេកទៅចេះតែចង់តែស្លាប់ខ្ញុំកណាខ្ញុំចេះតែគិតថាអូណដីក៏កំពុងដីវានៅធំជាជនវានៅតិចហើយបើម្នាក់ចេះតែចង់តែស្លាប់អញ្ចឹងទៅមានណានៅលើដីនឹងទៀតខ្ញុំកណាខ្ញុំអង្គុយជួបមនុស្សច្រើនស្ដាប់រឿងច្រើនទុកលំបាកផ្សេងគ្នាដល់តែឃើញអញ្ចឹងពេកទៅអាណិតនឹកឃើញថាទង្វើខ្លាំងនឹងមិនមែនជាហេតុមិនមែនជាកិច្ចតែខ្ញុំកណាខ្ញុំក៏បីពេញជូនទេខ្ញុំកណាខ្ញុំក៏បីធ្វើជូនទេប៉ុន្តែពេលខ្លះនៅតែធ្វើព្រោះបំបានជួយអ្នកនឹងឲ្យបានរួចចាកទុក្ខស្គាល់នៅបញ្ញាបារមីអីប្រកបទៅជាមែនក៏ហើយជួយគ្នាឲ្យបាននៅរស់ក្នុងទីនេះគឺមានកម្លាំងចិត្តក្នុងការបន្តនៅអាយុជីវិតរបស់ខ្លួនឲ្យរស់ទៅទៀតលោកទាំងឡាយហើយវិបាករបស់សត្វលោកគឺអញ្ចឹងឯងបើលោកទាំងឡាយកើតមកជួបនឹងសេចក្តីសុខលោកទាំងឡាយច្បាស់ណាស់ថានឹងត្រូវជួបនៅសេចក្តីទុក្ខព្រោះទុក្ខនិងសុខលោកធម៌មួយក្នុងចំណោមលោកធម៌ទាំង8ដែលសត្វទាំងឡាយក៏បីនឹងជួបដែលកិច្ចមិនបានថ្ងៃនេះលោកទាំងឡាយកើតទុក្ខថ្ងៃក្រោយលោកទាំងឡាយបានសុខថ្ងៃនេះលោកទាំងឡាយបានសុខថ្ងៃក្រោយលោកទាំងឡាយកើតទុក្ខព្រោះអាស្រ័យវិបាកកម្មដែលនឹងត្រូវជួបនេះចឹងឲ្យលោកទាំងឡាយព្រះនិព្វានអីខ្ញុំកណាខ្ញុំមិនប្រកាសសម្ដែងអីទេខ្ញុំកណាខ្ញុំគ្រាន់តែចង់ដាស់តឿនតែសូមឲ្យយើងស្រឡាញ់នៅជីវិតខ្លួនឯងឲ្យប្រឹងប្រែងរស់បន្តព្រោះអនាគតយើងមិនមែនចប់ក្នុងថ្ងៃហ្នឹងទេគឺនៅមានថ្ងៃស្អែកទៀតអ្នកដែលលំបាកជាងយើងមានច្រើនណាស់តែគេនៅតែចង់រស់ចោះមកដាច់ឧបសគ្គយើងប៉ុណ្ណឹងយើងតែចង់ដាច់ជីវិតខ្លួនឯងធ្វើអីបន្តរស់ទៅព្យាយាមសាងជីវិតនឹងឲ្យប្រសើរឡើងទៅយើងអស់អីគ្រប់យ៉ាងតែយើងនៅសល់ជីវិតមួយដើម្បីកែខៃបញ្ហាផ្សេងឲ្យប្រសើរឡើងក្នុងថ្ងៃក្រោយដែរដីយើងប៉ុណ្ណេះនៅធំណាស់យើងកុំអាលចង់ទៅរកដីឯណាថែមមកទៀតរក្សាតែដីប៉ុណ្ណឹងឲ្យតែនៅគង់វង្សហើយប្រឹងប្រែងបង្កើនសមត្ថភាពចំណេះដឹងការប្រឹងប្រែងរកទទួលទានឲ្យគ្រួសាររស់នៅក្នុងជីវភាពសមរម្យថ្លៃថ្នូរនោះយើងនឹងបានប្រសើរហើយយើងកុំចង់រវល់តែខ្វល់ខ្វាយតែរឿងដែលបាត់ទៅហើយនោះកុំទៅសោកសម្រែងកន្ទក់កន្ទិញរបស់ដែលបាត់ទៅហើយបើរកបានដោយងាយគេមិនហៅថាបាត់ទេដោយសារតែបាត់នឹងហើយទើបយើងទាំងឡាយរកបានមកវិញដោយពិបាកប៉ុន្តែរឿងរបស់ដែលបាត់នោះជាសារៈឬមិនជាសារៈមិនសំខាន់ដោយដែលយើងត្រូវថែរក្សា
ត្រូវការពាររបស់ដែលមានទេដោយសពថ្ងៃយើងនៅមានជីវិតយើងត្រូវថែរក្សាការពារជីវិតរបស់យើងឲ្យល្អថែរក្សាការពារក្រុមគ្រួសារយើងឲ្យល្អប្រឹងប្រែងបង្កើតចំណេះដឹងរក្សាវប្បធម៌យើងឲ្យល្អរក្សាប្រពៃណីយើងឲ្យល្អរក្សាទំនៀមទម្លាប់ហើយប្រឹងប្រែងអភិវឌ្ឍរបស់ដែលយើងមាននេះឲ្យរឹងរឹតតែប្រសើរខ្ពង់ខ្ពស់ឡើងដើម្បីពង្រីកវិសាលភាពឲ្យទូលំទូលាយយើងគិតមើលទៅរបស់ដែលបាត់ហើយរបស់ដែលនៅមួយណាសំខាន់ជាងចឹងហើយកុំឡៃតែខ្វល់ខ្វាយរបស់ដែលបាត់ត្រូវប្រឹងប្រែងរក្សារបស់ដែលមាននេះឲ្យប្រសើរទើបជារឿងដែលសំខាន់គោណាដែលបាត់ហើយចោលគេខ្វៃគេវះបាត់ទៅហើយតែយកមកវិញមិនម៉េចចឹងហើយប្រឹងប្រែងមើលគោដែលនៅឲ្យល្អទៅគេវាអស់ទៅមួយទៀតចឹងរឿងបព្វធម៌ក្តីរឿងប្រពៃណីក្តីរឿងទំនៀមទម្លាប់ក្តីទឹកក្តីទឹកដីក្តីអ្វីក្តីរបស់ណាដែលបាត់ទៅហើយជឿចាប់ហើយមិនអត់ជឿចាប់ទេតែកុំសូវទៅរវីរវល់ពេកក្នុងរឿងដែលកន្លងត្រូវប្រឹងប្រែងថែរក្សារបស់ដែលនៅព្រោះរបស់ដែលនៅនេះទើបជាញ៉ាំងប្រយោជន៍ឲ្យយើងបានតែរបស់ដែលបាត់ញ៉ាំងជាប្រយោជន៍ឲ្យយើងលែងបានទៀតហើយចឹងបានតែខ្ញុំអត់ចោលទេសូមឲ្យប្រជាពលរដ្ឋក្រុងកម្ពុជារដ្ឋទាំងមូលនេះទាំងបុរសទាំងស្ត្រីទាំងយុវជនយុវតីទាំងកុមារាកុមារីទាំងលោកយាយលោកតាពូមីងបងប្អូនទាំងអស់លែងយ៉ាងម៉េចរក្សាឲ្យបាននៅតម្លៃសាមគ្គីភាពត្រឹមត្រូវក្នុងការលើកកម្ពស់តម្លៃសុជីវធម៌សង្ឃធម៌រួបរวมសាមគ្គីគ្នាក្នុងការរក្សាឲ្យបាននៅវប្បធម៌ប្រពៃណីទំនៀមទម្លាប់ជំនឿសាសនាអក្សរសាស្ត្រជាពិសេសរក្សាការពារនៅវត្ថុដែលជាសារៈប្រយោជន៍ដែលយើងមិនទាន់បាត់ឲ្យល្អប្រសើរលើកតម្កុំតម្កើងមុខមាត់ប្រទេសជាតិយើងដោយផ្ដើមចេញពីខ្លួនយើងប្រទេសគេល្អព្រោះប្រទេសគេអត់មានសម្រាមចោលទៅពីចឹងរដូវចូលឆ្នាំចិត្តមកដល់ហើយបើទៅលេងវត្តគប្បីលេងយ៉ាងម៉េចកុំឲ្យសម្រាមក្នុងវត្តចេះទុកចេះដាក់ហើយបើទៅលេងវត្តតាមវត្តដែលបង្កើតសង្ក្រាន្តដែលគេបង្កើតតបែងលបាំអីឲ្យលេងឲ្យកំសាន្តនោះទៅលេងចុះតែកុំទៅបង្ករឿងបញ្ហាវ័យដំច្រំធាក់គ្នាក្នុងវត្តដើម្បីរក្សាអីរក្សាពីតម្លៃនៃភាពស្រឡាញ់គ្នារវាងខ្មែរនិងខ្មែរចឹងបានដូចជាតាមបណ្ដាលវត្តអារាមនៅក្នុងប្រទេសយើងដូចជាវត្តខ្លះលោកបានបើកឲ្យមានការលេងលបែងលបាំអីបើយើងគិតតាមព្រះវិន័យខុសហើយត្រូវគិតតាមព្រះវិន័យថាខុសហើយប៉ុន្តែបើគិតទៅលើរឿងជាតិសាសន៍វិញបើមិនឲ្យទៅលេងតែហ្នឹងដឹងទៅលេងតាណាទេព្រោះតាំងតែពីបុរាណមកហើយស្រុកខ្មែរយើងនោះតាំងតែពីមានវត្តតាំងតែពីមានអីគឺលបែងលបាំប្រពៃណីអីនៅតែវត្តហ្នឹងហើយចឹងវត្តដែលលេងកុំទៅតេះដៀលវត្តដែលគេមិនលេងវត្តដែលមិនលេងកុំទៅតេះដៀលវត្តដែលគេលេងហ្នឹងអីប៉ុន្តែលេងអីក៏លេងទៅឲ្យស្ថិតនៅក្នុងក្រមសីលធម៌ដែលជាវប្បធម៌និងប្រពៃណីកុំឲ្យលេងអ្វីដែលប្រឆាំងអំពីវប្បធម៌ប្រពៃណីរបស់ខ្លួនបើដូចខ្ញុំកណាខ្ញុំ